របៀបដោះស្រាយបញ្ហាខុសឈ្មោះនៅក្នុងថ្នាលតេស្តនិងប្រឡងចូលមកដល់ផ្ទាំងទំព័រដើមសូមចុចលើ Profile ខាងលើបន្ទាប់មកសូមចុចយកពាក្យថាជួយសិស្សចូលគណនីរួចហើយចុចពាក្យថាធ្វើសមកាលកម្មសិស្សបន្ទាប់មកយើងនឹងឃើញថាឈ្មោះសិស្សនៅតែខុសយើងត្រូវចុចលើ Profile ហើយអូសមកក្រោមចុចពាក្យថាចាក់ចេញបន្ទាប់មកយើងត្រូវចូលគណនីរបស់សិស្សដែលមានឈ្មោះខុសដោយខ្ញុំចូលទៅតាម QR code បន្ទាប់ពីចូលរួចហើយយើងគ្រាន់តែចាក់ចេញវិញហើយចូលទៅគណនីរបស់គ្រូបង្រៀនវិញធម្មតាបន្ទាប់ពីចូលមកវិញហើយយើងត្រូវចូលទៅធ្វើសមកាលសិស្សម្ដងទៀតឈ្មោះសិស្សនឹងត្រឡប់មកត្រឹមត្រូវវិញហើយសូមអរគុណលោកគ្រូដែលបានទស្សនា